ពេលលោកអ្នកបដូរប្រេងម៉ាស៊ីនរថយន្តរាល់ដងមានដែលបានកត់សម្គាល់លើធុងរបស់ប្រេងម៉ាស៊ីនមានសរសេរពាក្យ Mineral Oil, Semi Synthetic និង Fully Synthetic ដែរឬទេហើយលោកអ្នកបានដឹងអំពីអត្ថន័យរបស់ពាក្យទាំងនេះទេខាងក្រោមនេះយើងនឹងធ្វើការបកស្រាយលម្អិតអំពីអត្ថន័យទាំងនេះ1ប្រេងម៉ាស៊ីនប្រភេទ Mineral Oil ប្រេងម៉ាស៊ីនប្រភេទនេះចម្រាញ់ចេញពីប្រេងកាតធម្មជាតិដោយផ្ទាល់ហើយមានម៉ូលេគុលទំហំមិនស្មើគ្នាសម្រាប់កម្រិតការពារវិញគឺស្ថិតនៅក្នុងកម្រិតធម្មតាហើយមានភាពធន់នឹងកម្ដៅទាបសម្រាប់ប្រេងម៉ាស៊ីនប្រភេទនេះទាមទារឲ្យមានការផ្លាស់ប្ដូរក្នុងរយៈពេល3ខែម្ដងឬរៀងរាល់ 5000 គីឡូម៉ែត្រហើយមានតម្លៃទាបហើយភាគច្រើនប្រើប្រាស់ជាមួយនឹងរថយន្តចាស់ៗឡានដឹកទំនិញធុនធ្ងន់ឬឡានដែលមានគីឡូច្រើនខ្លាំង2ប្រេងម៉ាស៊ីនប្រភេទ Semi Synthetic ប្រេងម៉ាស៊ីនប្រភេទនេះត្រូវបានចម្រាញ់ចេញពីលាយចម្រុះរវាងប្រេងរ៉ែ Mineral 70 ទៅ 80% និងប្រេង Synthetic 20 ទៅ 30% សម្រាប់ការការពារស្ថិតក្នុងកម្រិតល្អបង្គួរហើយធន់នឹងកម្ដៅបានល្អបង្គួរការប្រើប្រាស់ប្រេងម៉ាស៊ីនប្រភេទនេះត្រូវធ្វើការផ្លាស់ប្ដូររៀងរាល់6ខែម្ដងឬក៏ចន្លោះពី7000ទៅ8000 គីឡូម៉ែត្រដោយឡែកសម្រាប់តម្លៃវិញគឺមធ្យមឡានដែលស័ក្តិសមប្រើប្រេងប្រភេទនេះគឺជាឡានទូទៅឡានជិះក្នុងក្រុងឡានចាស់ល្មម3ប្រេងម៉ាស៊ីនប្រភេទ Fully Synthetic ជាប្រភេទប្រេងម៉ាស៊ីនសំយោគនិងចម្រាញ់តាមគីមីសុទ្ធសាធមានម៉ូលេគុលទំហំស្មើគ្នាស្អាតមានកម្រិតការពារកម្រិតខ្ពស់និងធន់នឹងកម្ដៅបានខ្ពស់ល្អសម្រាប់ឡានដែលប្រើប្រាស់ប្រេងម៉ាស៊ីនប្រភេទនេះអាចធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនជារៀងរាល់1ឆ្នាំម្ដងឬក៏ចន្លោះពី10000ដល់15000 គីឡូម៉ែត្រចំពោះតម្លៃវិញគឺវាមានតម្លៃខ្ពស់ជាងគេហើយអាចប្រើប្រាស់ជាមួយនឹងរថយន្តស៊េរីទំនើបឡានដែលមាន turbo ឡានរត់ផ្លូវឆ្ងាយញឹកញាប់